សួស្តីបងប្អូនខ្មែរយើងទាំងអស់គ្នាសូមស្វាគមន៍មកកាន់ podcast នៅថ្ងៃនេះដែលខ្ញុំនឹងនាំបងប្អូនទៅជួបជាមួយរឿងរ៉ាវដ៏អស្ចារ្យមួយចេញពីជម្រៅនៃប្រវត្តិសាស្ត្រខ្មែរយើងតើបងប្អូនមានដែលឮឈ្មោះប្រាសាទត្រពាំងភុងដែរឬទេប្រាសាទនេះប្រៀបដូចជាត្បូងពេជ្រដែលលាក់ខ្លួននៅក្នុងព្រៃយ៉ាងស្ងប់ស្ងាត់ក្នុងតំបន់រលួសនៃទឹកដីសៀមរាបអង្គរដ៏វិសុទ្ធរបស់យើងនៅពេលដែលយើងនិយាយពីតំបន់រលួសមនុស្សភាគច្រើនតែងតែនឹកឃើញដល់ប្រាសាទបាគងប្រាសាទព្រះគោឬប្រាសាទលលៃប៉ុន្តែត្រពាំងភុងមានមន្តស្នេហ៍មួយយ៉ាងដែលខុសប្លែកពីគេទាំងស្រុងខ្ញុំចង់ឲ្យបងប្អូនស្រមៃជាមួយខ្ញុំសូមបិទភ្នែកហើយស្រមៃថាបងប្អូនកំពុងដើរចូលទៅក្នុងតំបន់មួយដែលព័ទ្ធជុំវិញដោយដើមឈើធំៗនិងមានខ្យល់អាកាសត្រជាក់ស្របក់បក់មកប៉ះកាយនៅទីនោះក្នុងសតវត្សទី9នៃគ្រិស្តសករាជក្នុងរជ្ជកាលព្រះបាទឥន្ទ្រវរ្ម័នទី1ប្រាសាទដ៏ទួយច្រឡឹងនេះត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់ព្រះសិវៈដែលជាអាទិទេពដ៏ខ្ពង់ខ្ពស់ក្នុងព្រហ្មញ្ញសាសនាអ្វីដែលធ្វើឲ្យខ្ញុំរំភើបបំផុតនោះគឺសិល្បៈនៃការសាងសង់អំពីឥដ្ឋបងប្អូនដឹងថាទោះបីជាពេលវេលាកន្លងផុតទៅជាង 1000 ឆ្នាំក៏ដោយប៉ុន្តែរូបចម្លាក់នៅលើឥដ្ឋនៃប្រាសាទនេះនៅតែមានភាពរស់រវើកយ៉ាងខ្លាំងសូមសាកល្បងគិតមើលចុះតើបុព្វបុរសយើងមានទេពកោសល្យកម្រិតណាទើបអាចឆ្លាក់រូបទេវតាយ៉ាងស្រស់ស្អាតលើសាក់ឥដ្ឋដ៏រឹងមាំបានបែបនេះវាពិតជាអស្ចារ្យហួសពីការស្មានប៉ុន្តែជាអកុសលប្រាសាទនេះហាក់ដូចជាត្រូវបានគេបំភ្លេចចោលបន្តិចផ្នែកខ្លះនៃតួប្រាសាទបានបាក់បែកនិងមានស្មៅដុះជុំវិញដែលមើលទៅហាក់ដូចជាបូជនីយដ្ឋានមួយកំពុងដេកលក់ក្នុងសុពិនដ៏វែងឆ្ងាយប៉ុន្តែទោះជាយ៉ាងនេះក៏ដោយភាពស្ងប់ស្ងាត់នៅទីនោះហើយដែលធ្វើឲ្យយើងមានអារម្មណ៍ថាបានភ្ជាប់ទំនាក់ទំនងជាមួយដួងព្រលឹងបុព្វបុរសរាល់ពេលដែលខ្ញុំទៅដល់ទីនោះខ្ញុំតែងតែមានអារម្មណ៍ថាដូចជាពេលវេលាបានឈប់ដើរអញ្ចឹងចុះឈ្មោះត្រពាំងភុងមកពីណាវាជាឈ្មោះដែលអ្នកស្រុកហៅទៅតាមត្រពាំងទឹកទួយមួយដែលស្ថិតនៅក្បែរនោះវាឆ្លុះបញ្ចេញពីជីវភាពរស់នៅរបស់ប្រជាជនខ្មែរយើងដែលតែងតែរស់នៅក្បែរប្រភពទឹកនិងធម្មជាតិបងប្អូនអើយបើមានឱកាសទៅលេងសៀមរាបកុំភ្លេចឈៀងចូលទៅកាន់ប្រាសាទត្រពាំងភុងណាជឿខ្ញុំចុះបងប្អូននឹងទទួលបានអារម្មណ៍មួយដែលមិនអាចរកបាននៅប្រាសាទធំៗផ្សេងទៀតឡើយវាជាទីកន្លែងសម្រាប់ meditation វាជាទីកន្លែងសម្រាប់ឆ្លួះបញ្ចេញពីតម្លៃនៃសិល្បៈនិងប្រវត្តិសាស្ត្រដែលដក់ជាប់នៃសត្វឥដ្ឋនីមួយៗយើងជាកូនខ្មែរយើងត្រូវតែស្គាល់និងស្រឡាញ់មរតកដែលដូនតាបានបន្សល់ទុកឲ្យទោះបីជាប្រាសាទនោះតូចឬធំស្គាល់ច្រើនឬស្គាល់តិចក៏វាជាផ្នែកមួយនៃអត្តសញ្ញាណជាតិយើងដែរពេលខ្លះសម្រស់ដែលពិតប្រាកដមិនមែនស្ថិតនៅលើភាពធំស្កឹមស្កៃនោះទេប៉ុន្តែវាស្ថិតនៅលើរឿងរ៉ាវនិងវិញ្ញាណដែលស្ថិតនៅពីក្រោយថ្មនិងឥដ្ឋទាំងនោះខ្ញុំសង្ឃឹមថា podcast ខ្លីមួយនេះនឹងជួយឲ្យបងប្អូនកាន់តែចង់ដឹងនិងចង់ទៅទស្សនាប្រាសាទត្រពាំងភុងដោយផ្ទាល់មុននឹងបញ្ចប់ខ្ញុំចង់សួរទៅកាន់បងប្អូនទាំងអស់គ្នាវិញថាតើបងប្អូនមានអារម្មណ៍យ៉ាងណាដែរពេលដែលបានដឹងថាមានប្រាសាទដ៏វិចិត្របែបនេះកំពុងរង់ចាំយើងទៅសួរសុខទុក្ខសូមអរគុណសម្រាប់ការតាមដានស្ដាប់ក្នុងថ្ងៃនេះសូមរក្សាសុខភាពនិងបន្តក្តីស្រឡាញ់ចំពោះវប្បធម៌ខ្មែរយើងជានិច្ចជួបគ្នាម្ដងទៀតនៅក្នុងវគ្គក្រោយដែលខ្ញុំនឹងនាំរឿងរ៉ាវអត្ថកម្បាំងនិងអស្ចារ្យផ្សេងទៀតមកចែកជូនបងប្អូនសម្រាប់ពេលនេះខ្ញុំសូមជម្រាបលា